អូខេអូខេបងប្អូនចេះថ្ងៃនេះយើងមាន lab មួយ lab នោះតាក់ទងជាមួយទៅនឹងការបដូរ host name របស់ម៉ាស៊ីនឧទាហរណ៍យើងមានម៉ាស៊ីន server ចំនួន100ម៉ាស៊ីនទៅថ្ងៃក្រោយអាចណាបើពួកបងអូនឈរលើវិស័យ cloud technology cloud computing អញ្ចឹងឥឡូវយើងមានតែមួយយើងរៀនបដូរទៅអា100ទៀត99ទៀតយើងដូរបានណាតែចេះដូរមួយមិនអញ្ចឹងហ៎បាទហើយរបៀបបដូរដើម្បីអីងាយស្រួល control ឧទាហរណ៍ថាអូអានេះ service របស់អីគេម៉ាស៊ីនហ្នឹង run service របស់ web 1 web 2 web 3 database 1 2 3អញ្ចឹងទៅស្រួល manage វាមិនអញ្ចឹងហ៎បាទអញ្ចឹងដើម្បីបដូរវាបានអ្នកទាំងអស់គ្នាដំបូងបំផុតពួកបងអូនណា lab ហ្នឹងពួកបងអូននាំគ្នាបើក virtual box យើងនេះមកបាទហើយកុំភ្លេច ISA ឲ្យលោកគ្រូផងតបពីយើងបើក virtual box បានបាទយើង log in ចូលមកគ្រូ CTEC password លោកគ្រូយកអីទាំងអស់គ្នាដើម្បី ISA ចូលបានយើង clear បាយអីគេ IPA យេ address មើលឃើញអត់ជួយចាំលោកគ្រូ172 172.168.1.24ចាំនៅបាទបើចាំហើយលោកគ្រូទៅបើក terminal របស់លោកគ្រូអូខេទី1អ្នកទាំងអស់គ្នាបើកពួកយើងប្រើ Git bash មកណាក៏បានដែរនៅលើ Windows តោះណាអញ្ចឹងបាទលើ Linux terminal នេះគ្នាហើយបើនៅលើ macOS គេ terminal នេះគ្នាមិនអញ្ចឹងហ៎បើលើ Windows អ្នកទាំងអស់គ្នា install Git ហ្នឹងមាន Git bash command មកហ្មងប្រើ Linux command នៅលើ Windows ប្រើបានដូចគ្នាណាស្រួលប្រើដូចគ្នាអញ្ចឹងឥឡូវលោកគ្រូ SH CD ចេញសិនមកទី1យើង PWD ទៅណាបាទអូខេ clear វាអញ្ចឹងដំបូងបំផុតអ្នកទាំងអស់គ្នា comment SH ធ្វើម៉េច SH យកតែម្ដងហើយទៅណាទៅ user account មួយណា CTEC IP លេខប៉ុន្មាន68ចុចបានទី1អញ24មែនទេបាទហើយចេះមកអត់មានវាយណាចេះបាទដាក់ password ចូលមកបាទហើយនេះ clear screen ដំបូងបំផុតធ្វើអីចូលមក Who am I មែនទេបាទវាយ comment ខុសទៀតដែរ Who am I ដោយសារដូរ keyboard ពី14ទៅ15 15ទៅ14ចុះឡើង PWD work នៅ home CTEC មិនអញ្ចឹងហ៎បាទបន្តមកទៀត host name Ubuntu server កោដៅលោកគ្រូដូរពី Ubuntu server ទៅជា CTEC server តែបានទេអញ្ចឹងបាទអញ្ចឹងដើម្បីដូរបាន step របស់គេប្រាប់ថាទី1 set host name បាទលោកគ្រូដាក់នៅក្នុងនេះនេះទី1អ្នកទាំងអស់គ្នាត្រូវ remote ចូលហើយអ្នកទាំងអស់គ្នាត្រូវ set host name ទៅជា new host name ណាអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែវាយ sudo host name ctl ហើយ set host name ទៅជា new host name មកបានហើយអញ្ចឹងលោកគ្រូវាយ comment របស់យើងទី1អីគេ sudo អីគេទៀត host name អីគេ ctl ទៅអី set host name ctl អីគេទៀតមកយោបាទនេះ set host name copy មកណាបាទ set host name ctl set host name ទៅអីយើងចង់បានអីគេ new host name នេះអ្នកគ្នាស្គាល់ comment គេណា new host name មកយើងគេ new host name មកយើងនេះគេអ្នកគ្នា CTEC គ្រូដាក់ CTEC server របស់លោកគ្រូមុននេះគេ Ubuntu server អញ្ចឹងលោកគ្រូឆេញវាទៅជា CTEC server ទាំងអស់គ្នា CTEC server បាទអញ្ចឹងលោកគ្រូដូរវាទៅនេះណា CTEC server ហើយដាក់ password ដោយសារវា sudo បាទបានហើយ step ទី2ទាំងអស់គ្នាទៅកែ configuration របស់វាហេតុអីបានគ្រូ switch ទៅ switch មក
គ្រូធ្វើទៅហ្មងក៏បានដែរប៉ុន្តែអ្នកទាំងអស់គ្នាចេះប្រើ document ដែលលោកគ្រូឲ្យទៅណានេះ step ទី2អ្នកទាំងអស់គ្នាstep ទី3ណាអ្នកទាំងអស់គ្នាត្រូវតកែ configuration នៅក្នុងអីយើងនិយាយគ្នា etc extra មែនទេឬក៏ configuration file ឈ្មោះវាហោះមាន s បាទអញ្ចឹងគ្រូចូលកន្លែងរបស់វាមក nano ទៅតែដើរទេណាតើតែអីគេបាទ sudo nano នៅក្នុងអីនៅក្នុងគេមិញបាទ etc អីគេទៀតហោះមាន s ទាំងអស់គ្នានេះ Ubuntu server នេះកែទៅអីកែទៅជាអីគេបាទ ctech server ដូចគ្នានៅទាំងអស់គ្នាបញ្ជាក់ណាជួយចាំអានេះលោកគ្រូតិចណា Ubuntu server ទាំងអស់គ្នាថតទុកឲ្យលោកគ្រូតិចពួកលោកគ្រូត្រូវសេសភៅអាទី2តទាំងអស់ឲ្យថតទុកសិនណាគ្រូត្រូវ return back មកវិញណាបាទខ្លាចវាច្រឡំគ្នាសឹងសភៅបើថា Ubuntu server ទៅរហូតតែនេះចឹងបាទអញ្ចឹងឡើយនេះលោកគ្រូដាក់ ctech server បាទហើយធ្វើម៉េច save វាទាំងអស់គ្នា control អីបាទនេះ control x មើលណាមើល control x ហើយចុចអី y យេអញ្ចឹងយើងចង់ដឹង cat វាមកយកឆ្មាមកចាប់កដោស្អីគេកដោ etc ហោះបាទហោះមកវាណាហោះមាន s ដូរនៅ ctech server ត្រូវនៅបាទបន្តមក reboot ធ្វើម៉េច reboot server sudo reboot មិនចឹងហ៎បាទដាច់ហើយ connection នេះឃើញគេដាក់ connection ដាច់ហ៎អញ្ចឹងមិញ ping មកដើរមកវិញនៅ ping ហ្មងទាំងអស់គ្នា server IP 168ចុចហ្មងចុច 1.24 ចាំមើលវាដើរអត់ចាំវា template មកតែវា reboot ហើយវាដើរណាមកវិញណាមកវិញអញ្ចឹងយើងធ្វើមិនបាន connect វាមកវិញទៀតមក connect ធ្វើម៉េចទាំងអស់គ្នា ASX ctech យើងរុញឡើងលើក៏បានដែរណា100បានរៀនបាយសិនទៅដំបង172បាន168 4បាទ password គ្រូវាយ password របស់លោកគ្រូបាទចូលហើយ clear មកធ្វើម៉េចដើម្បីដឹង who បាទ mi តមក pwd តមកគេកន្លែងរសើបជាងគេដែលយើងទៅតែបដូរនៅ ctech server ដូរឯណាបាទអញ្ចឹងនៅពេលដែលបដូរហើយអ្នកទាំងអស់គ្នាប្រព័ន្ធនេះស្មើនឹងយើងចាប់សពគ្រប់ឥឡូវយើងបដូរទៅវិញធ្វើម៉េច sudo set hostname មកទៅបងsudo អីគេទៀត hostname ctl set hostname តើអីគេគ្រូមិញ Ubuntu server ចឹងហ៎បាទ enter មកតកែ configuration វានៅណា configuration របស់វាហើយ display បាត់ដែរ sudo នៅក្នុងគេ configuration ចាំណា configuration នៅក្នុងអី etc ដែរបាទចាំតែប៉ុណ្្នឹងមក sudo nano text file មែនទេបើក text file etc ហោះមាន s តោះនេះយ៉ាងបាទកែអានេះទៅអីដាក់ឲ្យដូចដើមណា Ubuntu បាទ server ហើយ save វាធ្វើម៉េចអូខេ message មកចេះ load រហូតគ្រូបិទ notification សិនអញ្ចឹងរំខានបាទប៉ុណ្ណឹងតែគេ message លេងដឹងហើយអូខេ server មិនចឹងហ៎ save វាធ្វើម៉េច control x y មកទៀតចាំតិចណា control x y បាទអញ្ចឹងធ្វើម៉េចមើលវា cat etc host មកបាទអូខេ Ubuntu server ធ្វើម៉េចដើម្បីវាដំណើរការ sudo reboot មិនចឹងហ៎បាទអត់មើល sudo reboot បាទដាច់ connection ហើយធ្វើម៉េចដើម្បីវាដាក់ដំណើរសារមកវិញ ping វា100ហ្មង 92.168ចុចប៉ុន្មានមិញ
chỉnh muối cho phải buồn đá ọt cho mờ đá connect mất dù mà lấy chạm tính đấy tao nói IP nó ngon nè mà nói chất pi đây chơi thành chắc ạ bà clear ping mà rồi chất pi mán chỉnh muối cho phải buồn dây đai ta họ chơi váy ISX rồi lăng lơ đi máu ISX miền hai gì vậy tay váy chứ nè tay bông chẳng ISX C-Tech S mà rồi chất pi cho mà rồi không váy cho muối cho phải buồn và váy password châu ok đó password váy khó tiết đâu và đà hai who am I không comment tiết váy ai đặt đô keyboard chẳng mà who am I cho ai who I am tao mấy cái tiết PWD tao mấy cái tiết và hostname đấy đây là cụ thể cả nó Ubuntu server tập lập một bình hai tao nói chẳng và của set hostname tầm 4 nó của ban đầu đã underscore mình chẳng ấy và ní chỉ càng nghĩ hay bà tòa báo ôn do càng nghĩ tầng năng hái ôn cung chỉ mùi nè nè bà ca là nè và vài đằng mắt á ở thử màu toàn bà đấy chẳng và mình đọc sai pram chọc upload ở lực hù ôi đó là pi màu là pi đó và ok bà thôi video vô lâu anh vô xâm lên tí